រឿងសំឡេងហៅពីសន្តាគារបូកូចាស់ភ្នំបូកូជាកន្លែងដែលព័ទ្ធជុំវិញដោយព្រៃក្រាស់អប់ត្រជាក់និងសំណង់បុរាណដែលឈរប្រឆាំងនឹងពេលវេលាជាង1សតវត្សរ៍ពេលថ្ងៃវាជារមណីយដ្ឋានដ៏ស្រស់ស្អាតប៉ុន្តែពេលយប់អ្នកស្រុកជាច្រើនតែនិយាយថាភ្នំនេះមិនធ្លាប់ដេកឡើយគេនិយាយថារៀងរាល់យប់ដែលអប់ចុះក្រាស់សំឡេងជើងដើរនិងសំឡេងទ្វារបិទបើកនឹងលាន់ឮចេញពីសន្តាគារបូកូចាស់ទោះបីជាអគារនោះគ្មានអ្នកស្នាក់នៅក៏ដោយនៅខែធ្នូឆ្នាំ2025យុវជន4នាក់មានឈ្មោះតារាវណ្ណៈសុភ័ក្រនិងរិទ្ធបានធ្វើដំណើរឡើងភ្នំបូកូដើម្បីថតវីដេអូស្វែងរកទីកន្លែងចម្លែកសម្រាប់បង្ហោះក្នុង YouTube នៅតាមផ្លូវពួកគេបានឈប់គោរពរូបសំណាកលោកយាយម៉ៅហើយបន្តដំណើរទៅកាន់សន្តាគារបូកូចាស់មុនពួកគេចូលទៅដល់បុរសចំណាស់ម្នាក់ដែលជាអ្នកថែរក្សាបរិវេណបានស្រែកហៅបើចង់ថតសូមថតមុនម៉ោង6ល្ងាចកុំស្នាក់នៅក្រោយម៉ោង12តារាសើចតោកពួកយើងមករកខ្មោចនឹងតាចាស់បុរសនោះសម្លឹងមុខពួកគេដោយស្ងៀមស្ងាត់រួចនិយាយតែមួយឃ្លាខ្មោចមិនគួរឲ្យខ្លាចទេអ្វីដែលនៅទីនេះវាអាក្រក់ជាងខ្មោចទៅទៀតម៉ោង 11:45 នាទីយប់អបបានគ្របដណ្ដប់ពេញអគារពន្លឺកាមេរ៉ាមិនអាចមើលឃើញឆ្ងាយជាង5ម៉ែត្រឡើយស្រាប់តែម៉ាស៊ីនថតរបស់រិទ្ធរលត់ដោយខ្លួនឯងថ្មអស់ហើយមែនទេអូទេទើបសាកពេញមិនទាន់និយាយផងសំឡេងក្មេងស្រីម្នាក់បានលាន់ឮពីជាន់ខាងលើមកលេងខ្ញុំគ្រប់គ្នាសម្លឹងមើលគ្នាទៅវិញទៅមកអ្នកណាឡើងទៅមុនគ្មាននរណាឆ្លើយប៉ុន្តែសំឡេងនោះបន្លឺម្ដងទៀតមកលេងខ្ញុំនៅរងចាំពួកគេឡើងទៅជាន់ទី2នៅចុងច្រករបៀងមានទ្វារបន្ទប់លេខ18បើកចំហបន្តិចតារារុញទ្វារចូលយឺតបន្ទប់ទទេមានតែក្រែចាស់មួយតុកញ្ចក់បែកនិងបង្អួចដែលបើកចំហទោះគ្មានខ្យល់ក៏ដោយនៅលើកញ្ចក់មានអក្សរមួយលេចឡើងដោយខ្លួនឯងកុំបិទទ្វារសុភមង្គលទាំងញ័រអ្នកណាសរសេរភ្លាមនោះក្រឹកទ្វារបន្ទប់បិទខ្ទប់ពន្លឺបើទាំង4រលត់ក្នុងពេលតែមួយភាពងងឹតបានលេបត្របាក់គ្រប់យ៉ាងបន្ទាប់មកមានសំឡេងដង្ហើមមនុស្សនៅពីក្រោយពួកគេតារាបើកពិលទូរស័ព្ទភ្លាមនៅពីក្រោយពួកគេមានស្ត្រីម្នាក់ស្លៀករ៉ូបបុរាណពណ៌សឈរសម្លឹងដោយភ្នែកខ្មៅសូន្យនាងលើកដៃយឺតអ្នកឃើញប្តីខ្ញុំទេគ្មានអ្នកណាហ៊ានឆ្លើយភ្លាមនោះមុខរបស់នាងចាប់ដើមប្រេះបែកដូចជាថ្មចាស់ឈាមខ្មៅហូរចេញពីភ្នែកសក់របស់នាងលូតវែងពេញបន្ទប់សំឡេងសើចដ៏គួរឲ្យរន្ធត់បានបន្លឺពេញអគារអ្នកទាំងអស់គ្នាមកនៅជាមួយខ្ញុំពួកគេរត់ចុះជណ្ដើរយ៉ាងលឿនប៉ុន្តែទោះរត់យ៉ាងណាក៏នៅតែត្រឡប់មកច្រករបៀងដដែលម្ដង2ដង3ដងដូចជាអគារនោះកំពុងលេពួកគេចូលក្នុងអតីតកាលលុះចិត្តភ្លឺសំឡេងមាន់រងាវពីភូមិខាងក្រោមបានលាន់ឮទ្វារអគារបើកដោយខ្លួនឯងពួកគេរត់ចេញដោយមិនងាកក្រោយពេលទៅដល់ជើងភ្នំពួកគេបានពិនិត្យវីដេអូដែលថតបានគ្រប់ឈុតទាំងអស់គ្មានអ្វីចម្លែកទេលើកលែងតែវីដេអូចុងក្រោយក្នុងវីដេអូនោះមានមនុស្ស5នាក់កំពុងដើរចូលសន្តាគារប៉ុន្តែពួកគេឡើងភ្នំតែ4នាក់ប៉ុណ្ណោះ